យោងតាមប្រវត្តិសាស្ត្រមានតែប្រទេសកម្ពុជាមួយគត់ដែលបានបកប្រែនិងបោះពុំព្រះត្រៃបិដកជាពីរភាសាបាលីនិងភាសាខ្មែរមុនគេបំផុតនេះពិតជាមានមោទនភាពប្រកបដោយគុណតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ព្រះសង្ឃក៏ដូចជាប្រជាជាតិខ្មែរទាំងមូលបច្ចុប្បន្នទ្រឹស្ដីដែលមាននៅក្នុងព្រះត្រៃបិដកត្រូវបានដកស្រង់យកទៅបញ្ចូលស្ទើរគ្រប់តម្រាដើម្បីបញ្ជ្រាបសម្រាប់ការអប់រំទូន្មានរហូតមកដល់ពេលបច្ចុប្បន្ននេះការរៀបចំពិធីនាវេលានេះទីសោតបានដកស្រង់យកខ្លឹមសារចេញពីព្រះត្រៃបិដកលេខ19ទំព័រទី67ដល់72ដែលសម្ដែងពីសង្កលៈសូត្រសង្កលៈកសូត្រព្រះសូត្រនេះបានសម្ដែងអំពីតួនាទីរបស់បរិស័ទជាអ្នកគ្រប់គ្រងផ្ទះប្រាថ្នានៅមង្គលគឺសេចក្តីសុខចម្រើនដើម្បីឲ្យដឹងអំពីការរស់នៅប្រចាំថ្ងៃនិងតួនាទីរៀងៗខ្លួនដែលត្រូវបំពេញដោយជៀសវាងនៅកិលេសទាំង4អបាយមុខទាំង6យ៉ាងនិងការសេពគប់មិត្ត4ពួក